มพลิกชื่ออันเชอร์สำหรับไงมงกุลรบบอเนี่ยសួស្តីទស្សនិកជនខ្ញុំមានចម្ងល់មួយនៅតែរកចម្លើយសម្រាប់ខ្លួនឯងបានសោះតើស្នេហាគឺជាអ្វីជាសេចក្តីស្រឡាញ់ស្និទ្ធជាសេចក្តីស្រឡាញ់ពិតស្អិតដូចជ័រដូចវិជ្ជានុក្រមសម្ដេចសងជួនណាតដែរឬយ៉ាងណាវាជាអារម្មណ៍វាជាជំរឿឬក៏ជាទំនាក់ទំនងរវាងមនុស្សពីរនាក់ដោយសារតែរកអត្ថន័យពិតប្រាកដអត់ទាន់ឃើញហ្នឹងហើយបាទខ្ញុំនៅ single ដល់រហងៃហើយគ្មានអ្នកយកប៉ុន្តែរឿងមួយដែលខ្ញុំបានដឹងពីស្នេហាអាចធ្វើឲ្យបេះដូងរបស់យើងរំភើបកើតទុកតាមបញ្ហាផ្សេងៗគ្នាស្នេហាជារឿងបេះដូងរបស់មនុស្សពីរនាក់ដែលត្រូវការយល់ពីគ្នាត្រូវការភាពកក់ក្ដៅការជួយជ្រោមជ្រែងពីគ្រួសារនិងមិត្តភ័ក្តិផងដែរឧទាហរណ៍ដោយគូស្នេហ៍ដែលបងប្អូនទស្សនិកជនបានឃើញនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍បេះដូងនិងបេះដូងតាំងពីរដូវកាលទី1រហូតមកដល់រដូវកាលទី3នេះអញ្ចឹងឥឡូវនេះកម្មវិធីអាពាហ៍ពិពាហ៍បេះដូងនឹងនាំអារម្មណ៍ទស្សនិកជនទៅជួបនៅគូស្នេហ៍ពិសេសមួយគូដែលស្នេហារបស់ពួកគាត់កើតឡើងពីបេះដូងនិងបេះដូងយ៉ាងពិតប្រាកដតើពួកគាត់ជាអ្នកណាយើងទៅទស្សនាទាំងអស់គ្នាគូស្នេហ៍មួយគូនេះកូនប្រុសមានឈ្មោះថាហាតភីរ៉ាអាយុ34ឆ្នាំមានស្រុកកំណើតនៅស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យចំណែកកូនប្រុសម្នាក់ទៀតមានឈ្មោះថាឡូសេងទ្រីអាយុ24ឆ្នាំមានទីលំនៅនៅស្រុកបាកានខេត្តពោធិ៍សាត់សប្តាហ៍ថ្ងៃអ្នកទាំងពីរមានមុខរបររួមគ្នាជាអ្នកសម្អាងការនៅខេត្តពោធិ៍សាត់ស្នេហ៍ដែលផ្ដើមពីការឆាតជាមួយគ្នាតាមរយៈ Facebook ដោយការនោះសេងទ្រីជាគរុសិស្សរៀនជាមួយនឹងប្អូនស្រីរបស់ភីរ៉ាធ្វើឲ្យភីរ៉ាមានលេសក្នុងការឆាតតាក់ទងគ្នាជាមួយសេងទ្រីក្នុងអំឡុងឆ្នាំ2019រហូតដល់បានស្វែងយល់ពីគ្នា My heart is yours to keep. Each step brings you more clear. This feeling runs so deep. ខ្ញុំស្គាល់សេងទ្រីបើគិតមកដល់បច្ចុប្បន្នរយៈពេល5ឆ្នាំជាងខ្ញុំស្គាល់សេងទ្រីតាមរយៈ Facebook ដោយសារគាត់រៀននៅសាលាគរុកោសល្យជាមួយប្អូនស្រីខ្ញុំហើយខ្ញុំឃើញគាត់មាន friend ជាមួយប្អូនស្រីខ្ញុំចាប់អារម្មណ៍ក៏បាន add friend ទៅគាត់មុនបាទនៅពេលដែលគាត់ add មកហ្នឹងគឺខ្ញុំបានចូលមើល profile របស់គាត់នៅក្នុង Facebook ហ្នឹងហើយក៏ដឹងថាជាបងប្រុសរបស់មិត្តភក្តិខ្ញុំអញ្ចឹងខ្ញុំក៏បានទទួល friend គាត់ដោយអត់មានការស្ទាក់ស្ទើរធម្មតាបងស្គាល់គ្នាដំបូងអញ្ចឹងយើងអាចហ៊ានឆាតអីរៀងស៊ីចម្រុះគេថាយើងយល់លេសដោយសារគាត់មិត្តភក្តិប្អូនយើងអញ្ចឹងទៅយើងឆាតបែបទៅសួរនាំសុខទុក្ខអីប្អូនយើងអញ្ចឹងប៉ុន្តែអាហ្នឹងគាត់នៅចលេសទេតែធៀបពិតក៏ពិតយើងចង់ឆាតលេងជាមួយគាត់ដែរបងចិត្តដំបូងខ្ញុំអត់បានគាត់សម្គាល់ដែរតែដល់ពេលយូរទៅបានយើងចាប់អារម្មណ៍បងចំណុចដែលខ្ញុំលងស្រឡាញ់បងពេរ៉ាគឺគាត់ជាមនុស្សដែលមានទឹកចិត្តល្អទាំងដែលខ្ញុំលំបាកតែខ្ញុំបានស្នើសុំគាត់ទេតែគាត់បែរជាផ្ដល់និងជួយខ្ញុំនៅពេលដែលខ្ញុំនៅរៀននៅភ្នំពេញគឺខ្ញុំខ្វះខាតលុយគឺគាត់បានផ្ញើជាថវិកាឲ្យខ្ញុំតែខ្ញុំបានស្នើសុំគាត់ទេដោយសារយើងចង់បង្ហាញពីការយកចិត្តទុកដាក់យើងចង់បង្ហាញពីក្តីស្រឡាញ់របស់យើងបងអញ្ចឹងវាជាឱកាសយើងដែលពេលដែលគាត់ពិបាកហើយយើងជួយគាត់ទាំងដែលគាត់បានស្នើសុំយើងអាហ្នឹងវាសមបញ្ជាក់ពីចិត្តបរិសុទ្ធរបស់យើងណាបងដោយសារយើងនិយាយគ្នាឆាតជាមួយគ្នារាល់ថ្ងៃអញ្ចឹងទោះគាត់មិនពោលប្រាប់យើងក៏យើងអាចដឹងដែរបងថាគាត់ខ្វះខាតអីចឹងលក្ខណៈពិសេសរបស់គាត់ក្រៅពីរូបរាងក្រៅពីយើងបានឆាតជាមួយគ្នាយើងសង្កេតឃើញការនិយាយស្ដីអត្តចរិតក្រឹកពីរបស់គាត់គឺគាត់មានភាពចាស់ទុំអញ្ចឹងហើយធ្វើឲ្យយើងកាន់តែចាប់អារម្មណ៍គាត់ហើយគាត់យកចិត្តទុកដាក់ចំពោះយើងដឹងស្រាប់ហើយនៅសម័យកូវីដដែលខ្ញុំបានតាក់ទងគ្នាគាត់គឺពិបាកធ្វើដំណើរមែនទែនហើយគាត់ឆ្លៀតទៅលេងខ្ញុំបានពីភ្នំពេញដល់ផ្ទះមានជ័យនេះជាចំណុចមួយដែលខ្ញុំកាន់តែចាប់អារម្មណ៍គាត់កាន់តែខ្លាំងសម្រាប់ការទៅលេងគាត់ហ្នឹងគឺតែប៉ិតខ្ញុំទៅតាមរយៈមិត្តភក្តិទេដែលមានតែថាប្អូនគាត់អញ្ចឹងដើម្បីថាទៅលេងមិត្តភក្តិអញ្ចឹងតែអត់មានគោលបំណងថាចង់ទៅលេងគាត់ហ្មងទេតែយើងភ្ជាប់ជាមួយគ្នាហ្មងបងពេលដែលជួបមុខគាត់ផងមានអារម្មណ៍ថាភ័យដោយសារប្អូនគាត់អត់ដឹងទេហើយយើងទៅអារម្មណ៍របស់យើងមានអារម្មណ៍ថាភ័យពេលឃើញមុខគាត់ដំបូងភ្លាមមានអារម្មណ៍ថាកូននឹងក្មេងឃើញក្រៅស្អាតជាងក្នុងទៀតដោយសារឃើញគាត់ខាងក្រៅស្អាតជាងក្នុងនេះអារម្មណ៍ស្រឡាញ់វាកាន់តែកើនឡើងយ៉ាងបង Walking down
to me your eyes. Everyone else just fades away. All those ស្គាល់គ្នាបានរយៈពេល3ឆ្នាំភារ៉ានិងសេងទ្រីមានគម្រោងបង្កើតមុខរបរមួយជាមួយគ្នាដោយក្រៅពីជាគ្រូបង្រៀននៅសាលាមត្តេយ្យសេងទ្រីមានជំនាញផាត់មុខនិងគួបផ្សំបទពិសោធន៍ដើរសម្អាងជាមួយគេផងធ្វើឲ្យសេងទ្រីយល់កាន់តែច្បាស់នៅជំនាញមួយនេះហើយក៏ចាប់ផ្ដើមបង្កើតមុខរបរសម្អាងការជាមួយភារ៉ានៅក្នុងឆ្នាំ2022នៅក្នុងខេត្តពោធិ៍សាត់ កាលនៅស្រុកកំណើតមុខរបររបស់ខ្ញុំលក់ដូរតិចតួចនៅផ្ទះតែក្រោយពីបានស្គាល់គាត់មកតាក់ទងជាមួយគាត់បានដឹងថាគាត់មានជំនាញមួយចេះផាត់មុខចឹងទៅយើងក៏បាននិយាយភាសាគ្នាថាយើងនឹងបើកអាជីវកម្មមួយដើម្បីបានរស់នៅជាមួយគ្នាខ្ញុំក៏បានលាពុកម៉ែមកបើកអាជីវកម្មជាមួយគាត់ដើម្បីបានមើលថែគ្នាក្នុងនាមជាគូស្នេហ៍ ក្រៅពីមុខរបរជាគ្រូបង្រៀនខ្ញុំមានជំនាញមួយទៀតគឺខ្ញុំចេះផាត់មុខហើយដោយសារតែខ្ញុំមានបទពិសោធន៍នៅក្នុងអាជីពផាត់មុខនេះរយៈពេលច្រើនឆ្នាំដែរខ្ញុំក៏បានសម្រេចចិត្តឲ្យពិភាក្សាគ្នាថានឹងបើកជាអាជីវកម្មសម្អាងការតូចមួយដែលជាចំណុចចាប់ផ្ដើមដំបូងរបស់ពួកយើង មែនទែនតើខ្ញុំអត់មានជំនាញអីទេក្នុងសម្អាងការហ្នឹងតែដែលយើងសម្រេចចិត្តមកបើកជាមួយគ្នាហ្នឹងដោយសារខ្ញុំអាចជួយមើលការខុសត្រូវរៀបចំដឹកជញ្ជូនជាងអីទៅតាមរោងការអញ្ចឹងទៅហើយក្តីបារម្ភរបស់យើងដោយសារយើងអត់មានជំនាញអីជាក់លាក់ក្នុងអាជីពហ្នឹងយើងគិតថាមួយថ្ងៃណាមួយយើងបែកគ្នាទៅខ្ញុំគឺអត់មានសល់អីទេតែដល់យើងជឿជាក់លើក្តីស្រឡាញ់របស់ពួកយើងក៏គិតថាយើងនឹងអាចតទៅមុខជាមួយគ្នាបាន សម្រាប់ការបើករបរសម្អាងការជាមួយនឹងបងភារ៉ាគឺខ្ញុំបានពិភាក្សាជាមួយនឹងអ្នកផ្ទះក៏ដូចជាមិត្តភ័ក្តិខ្លះៗដែរហើយពួកគាត់បានផ្ដល់ជាមតិយោបល់ថាវាល្អដែរអញ្ចឹងក៏ពួកយើងសម្រេចចិត្តថានឹងបើកវាទៅ ពេលសេងទ្រីចង់បើកគម្រោងសម្អាងការហ្នឹងគាត់ក៏បានភាសាមួយខ្ញុំដែរខ្ញុំក៏យល់ព្រមមួយគាត់ឲ្យគាត់ចាប់ផ្ដើមរកស៊ីជាមួយភារ៉ាហ្នឹងទៅបានគ្នា2នាក់ពឹងគ្នាទៅវិញទៅមកចឹងទៅកាលហ្នឹងខ្ញុំអត់បានដឹងដែរឆ្មានតែគេថារាប់អានជាមិត្តភ័ក្តិដែលជាមួយគ្នាចឹងទៅខ្ញុំអត់ទាន់យល់ពីអារម្មណ៍គេមួយហ្នឹងដែរ ក្រោយពីគាត់ប្រកបមុខរបរជាមួយគ្នាបាន2ឆ្នាំបានគាត់សារភាពថាគាត់ស្រឡាញ់គ្នាគាត់ដែលស្រឡាញ់គ្នាអញ្ចឹងខ្ញុំមានអារម្មណ៍ថាធម្មតាដូចគូស្នេហ៍ស្រីនិងប្រុសដែរ សប្បាយចិត្តរីករាយដោយសារកូនខំប្រឹងប្រែង ដោយសារខ្ញុំមួយសេងទ្រីជាខ្លានឹងគ្នាតាំងពីតូចហើយធំឡើងពួកខ្ញុំក៏មានការងារបង្រៀននៅអង្គភាពជាមួយគ្នាដែរបងចឹងហើយបានគាត់មានរឿងអីគាត់តែងតែប្រាប់ខ្ញុំមិនថាស្នេហានិងការងារហើយខ្ញុំក៏បានផ្ដល់ជាមតិឬក៏យោបល់ទៅគាត់វិញខ្ញុំសង្កេតឃើញថាស្នេហារបស់ពួកគាត់គោរពស្រឡាញ់និងឲ្យតម្លៃគ្នាហើយពួកគាត់ទាំងពីរក៏មានការតស៊ូជាមួយគ្នាច្រើនណាស់ដែរស្នេហារបស់ពួកគាត់ត្បិតតែជាស្នេហាដែលមានភេទដូចគ្នាក៏ប៉ុន្តែខ្ញុំអាចនិយាយបានថាស្នេហារបស់ពួកគាត់គឺជាស្នេហាដ៏អស្ចារ្យមួយគូដែលមនុស្សប្រុសស្រីមួយចំនួនធ្វើអត់បានដូចគាត់ walking down to me your eyes. Everyone else just fades away. All those nights and goodbye lies led us right to this perfect day. សម្រាប់អ្នកនងស្នេហារបស់ពួកខ្ញុំដូចជាអត់មានបញ្ហាអីធំដុំទេតែគាត់ថាពេលខ្លះដែលពួកយើងធ្វើការហត់រឿងខ្លួនទៅពេលខ្លះគាត់អាចមានរបៀបឆេវឆាវដាក់យើងហើយនិយាយរករឿងអីចឹងតែគាត់ថាពេលដែលមានបញ្ហាចឹងគឺខ្ញុំមិនដែរតបតចឹងពេលខ្លះក៏ខ្ញុំខ្ជិលឆ្លោះចឹងគឺខ្ញុំសម្រាប់ចិត្តថាដើរចេញដើម្បីកុំឲ្យមានបញ្ហាមួយគ្នាកាន់តែធំចឹងបង ជាដំណោះស្រាយខ្ញុំដឹងថាខ្ញុំមានចំណុចអាក្រក់គឺឆេវឆាវតែខឹងគឺខ្ញុំនិយាយចេញមកទាំងអស់អញ្ចឹងតែពេលដែលយើងនិយាយចេញមកអស់ហើយបានបន្តិចមកយើងក៏ប្រកក្តីទៅវិញបន្ទាប់ពីខ្ញុំបាត់ខឹងទៅខ្ញុំក៏តាមលួងតាមនិយាយគេមុនធម្មតាអញ្ចឹងបងចំណុចពិសេសក្នុងទំនាក់ទំនងស្នេហាពួកយើងគឺពួកយើងអត់ដែលប្រច័ណ្ឌគ្នាអាចថាពួកយើងទុកចិត្តគ្នាជឿជាក់លើគ្នាហើយពួកយើងអាចខ្វះគ្នាបានទេហើយយើងបានទទួលការគ្រប់គ្រងលើកទឹកចិត្តពីគ្រួសារទាំងសងខាងបានទើបធ្វើឲ្យចំណងស្នេហាយើងរឹងមាំរហូតដល់ថ្ងៃឈានចូលរោងការជាមួយគ្នាបាទ Is this what love feels like?
រស់នៅមើលថែគ្នាអស់រយៈពេល3ឆ្នាំនិងដែលមានការគ្រប់គ្រងពីគ្រួសារទាំងសងខាងផងធ្វើឲ្យចំណងស្នេហ៍របស់ភារានិងសេងត្រីចាក់គ្រឹះកាន់តែរឹងមាំក្នុងការកសាងគ្រួសារពិតប្រាកដមួយជាមួយគ្នា You're my guiding light. Is this what love feels like? សម្រាប់ក្តីរំពឹងរបស់ពួកយើងទាំងពីរនៅថ្ងៃមង្គលការរបស់យើងហ្នឹងយើងចង់បង្ហាញទៅកាន់មនុស្សជំនាញខ្លួនក៏ដូចជានៅក្នុងបណ្ដាញផ្សព្វផ្សាយសង្គមឲ្យពួកគាត់បានឃើញថាពួកយើងពិតជាមានសមត្ថភាពក្នុងការរៀបចំពិធីមង្គលការពួកខ្ញុំចង់ក្លាយជាគូស្នេហ៍គំរូដែលអ្នកដែលជាស្រឡាញ់ភេទដូចគ្នាឲ្យគាត់មានភាពក្លាហានបង្ហាញទៅកាន់មនុស្សជំនាញខ្លួនហើយមិនថាស្នេហាភេទដូចគ្នាឬក៏ស្នេហាភេទផ្ទុយគ្នាទេឲ្យតែយើងមានភាពជឿជាក់មានក្តីស្រឡាញ់ពិតប្រាកដកសាងអនាគតកសាងគ្រួសារទៅមុខជាមួយគ្នាបាននោះយើងនឹងស្វែងរកនូវសុភមង្គលពិតប្រាកដបានហើយស្នេហាមិនមែនសំដៅទៅលើភេទទេតែស្នេហាគឺសំដៅទៅលើបេះដូងមនុស្សពីរនាក់ This is what forever feels like. Oh, dancing close, skin to skin. This is what forever feels like. តែសេចក្ដីជាទីមេត្រីបន្ទាប់ពីខ្ញុំបានដឹងពីប្រវត្តិនៃគូស្នេហ៍មួយគូនេះហើយគឺពិតជាពិសេសខ្លាំងមែនទែនដែលពួកគាត់ចង់ធ្វើជាគំរូដល់គូស្នេហ៍ដទៃទៀតដែលមានភេទដូចគ្នាឲ្យគាត់ក្លាហានដូចពួកគាត់ផងដែរពីព្រោះតែស្នេហាមានភាពចម្រុះពណ៌មិនកំណត់ទៅលើលក្ខខណ្ឌកំណត់ទៅលើភេទជាតិសាសន៍ពណ៌សម្បុរឬក៏វណ្ណៈអ្វីឡើយកុំភ្លេចជាអញ្ជើញសម្រាប់ថ្ងៃមង្គលរបស់អ្នកនឹកខ្លាដល់ហើយតោះជុំគ្នាអាហ្នឹងវាទាំងឯងនេះចឹងមើលស្គាល់វាចេះហែកនោះអញហែកចឹងមិនខ្លួនឯងហាន់ឲ្យទុយទុយឲ្យវាទៅអានេះនឹងទៅដាក់លេបទៅឯងស៊ីស្តេកតាទុកសោចេះអាហ្នឹងពេកអាហ្នឹងស្អុយឃ្លានណាឡើងលើតិចមកហើយទៅមិនអាសកលវាស៊ីអូយនេះឲ្យទុយមកដែរអូយហើយច្បាស់ហើយហ្នឹងដូចចិត្តអត់ទៅហូបពេលទេណាមើលយាយមានពាក្យអីផ្ដាំទៀតអត់ គាត់ក៏ធ្វើឲ្យពូម៉ាក់ខ្ញុំខូចចិត្តទៅបានហើយអើយអាមិនទៀតដែរអានេះអីមកហឹកខ្លាយើងខ្លាញ់ចឹងសំដីអាក្រក់បន្តិចតែខ្វល់ពីយើងជាងគេ អញ្ចឹងពីឯងនិយាយគេមិនហ្នឹងមានបកែដែរនឹកខ្លាដល់ហើយតោះជុំគ្នាកុំភ្លេចជាអញ្ជើញសម្រាប់ថ្ងៃមង្គលរបស់អ្នក ទស្សនិកជនជាទីគោរពនិងជាទីមេត្រីកម្មវិធីមង្គលការរបស់ភារានិងសេងត្រីធ្វើឡើងរយៈពេល2ថ្ងៃពេញតាមប្រពៃណីបុរាណខ្មែរសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅទស្សនានៅទស្សនវិជ្ជាទូទៅនៅថ្ងៃមង្គលជ័យរបស់ភារានិងសេងត្រីដូចតទៅបាទសូមជ័យថ្ងៃជាវេលាល្អថ្ងៃចូលរោងជ័យរបស់ផាតភារានិងលោសេងត្រីដែលកម្មវិធីមង្គលនេះកំពុងប្រព្រឹត្តទៅនៅភូមិចិនតាយឃុំមេទឹកស្រុកបាកានខេត្តពោធិ៍សាត់ហើយទាំងនេះជាកម្មវិធីក្នុងថ្ងៃទី1នៃពិធីមង្គលការរបស់អ្នកទាំងពីរដើម្បីអបអរនៃថ្ងៃមង្គលរបស់អ្នកទាំងពីរក្រុមការងារស្រាបៀរអាន់ឈើក៏បានប្រគល់នៅស្រាបៀរអាន់ឈើចំនួន30កេសនិងស្រាបៀរ ABC ចំនួន10កេសសរុប40កេសជូនទៅភារានិងសេងត្រីដើម្បីទទួលភ្ញៀវផងដែរ
តែសិជនជាទីគោរពនិងជាទីមេត្រីនេះជាថ្ងៃទី2នៃថ្ងៃមង្គលជ័យរបស់ភារាហើយនិងសេងទ្រីឃើញថាមានការចូលរួមពីសំណាក់វត្តមានរបស់ភ្ញៀវកិត្តិយសអំពូមីងជាពិសេសខ្លារបស់ភារាហើយនិងសេងទ្រីនៅពីក្រោយខ្ញុំនេះផ្ទាល់តែម្ដងពួកគាត់កំពុងតែត្រៀមនៅពិធីហែជំនូនព្រឹកនេះសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅទស្សនានៅទស្សនវិជ្ជាទូទៅនៅព្រឹកនេះហើយខ្ញុំនឹងទៅជួបខ្លាដើម្បីធ្វើការដាក់ម៉ូគ្នាបន្តិចសិនពីក្រុមហ៊ុនស្រាបៀអានឈើនឹងធ្វើការចងដៃនៅវត្ថុអនុស្សាវរីយ៍ដ៏ពិសេសមួយសម្រាប់គូស្វាមីភរិយាថ្មីសូមអញ្ជើញខ្លាធ្វើការបង្ហាញនៅកាដូចងដៃនៃថ្ងៃអាពាហ៍ពិពាហ៍របស់សេងទ្រីហើយនិងភារាបាទសូមគោរពអញ្ជើញវ៉ាវបាទសូមជិះខ្លាបង្ហាញនៅចំណងដៃថ្ងៃរៀបអាពាហ៍ពិពាហ៍ពិធីចងដៃផ្ទាល់តែម្ដងរបស់ភារានិងសេងទ្រីនេះគឺជាកាដូដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនស្រាបៀអាំងឈើគឺកងដៃអនុស្សាវរីយ៍ស្មើនឹងទឹកប្រាក់$1,900ចូលរួមអបអរសម្រាប់បាភារានិងសេងទ្រីផងដែរក្រុមហ៊ុនស្រាបៀអានឈើហើយខ្ញុំពិតជាសប្បាយរីករាយមែនទែនដែលក្រុមហ៊ុនបាន surprise នៅកាដូអនុស្សាវរីយ៍ហើយអរគុណដល់ខ្លាមិត្តភក្តិនិរដីដែលតែជួយនិង support គ្រប់គ្រងខ្ញុំផងដែរកងដៃគូស្នេហ៍មួយគូនេះជំនួសឲ្យអំបោះចងដៃដែលតាមទំនៀមគឺជាការចងភ្ជាប់និស្ស័យជាប្តីប្រពន្ធហើយអ្នកទាំងពីរគឺមានចំណង5ប្រការជាមួយគ្នាដែលត្រូវរួមសុខរួមទុក្ខជាមួយគ្នាចាប់ពីពេលនេះតទៅដើម្បីញ៉ាំកម្មវិធីពេលទទួលភ្ញៀវរបស់ភារានិងសេងទ្រីឲ្យកាន់តែសប្បាយរីករាយក្រុមការងារស្រាបៀអានឈើបានរៀបចំកាដូផ្ដល់សំណាងយ៉ាងពិសេសសម្រាប់ភ្ញៀវទាំងអស់ដែលបានចូលរួមជាពិសេសខ្លាដោយពួកគាត់ទទួលបានសម្បត្តិនាំសំណាងពីអានឈើម្នាក់មួយដើម្បីមានឱកាសទទួលបានរង្វាន់ពីស្រាបៀអានឈើបន្ទាប់ពីកម្មវិធីបោះបាច់ផ្ការួចដូច្នេះខ្ញុំបាទសូមអនុញ្ញាតក្រុមអញ្ជើញវត្តមានរបស់គូស្វាមីភរិយាថ្មីត្រៀមខ្លួនដើម្បីធ្វើដំណើរមកកាន់តុកិត្តិយសរបស់យើង All those nights goodbye lies led us right to this perfect day when you take my trembling hand and we both just understand everything that brought us hereកម្មវិធីទាញផ្កាជ័យពីវត្តមានរបស់គូស្វាមីភរិយាថ្មីនៅក្នុងរាត្រីនេះសម្រាប់អ្នកដែលចូលរួមទាញផ្កានឹងទទួលបានកាដូពីក្រុមហ៊ុនស្រាបៀអានឈើចំនួន10កេស1 2 3 1 តែដៃមួយសូមឡើងមកកលើចាសូមឡើងមកកលើចា
ជូនពរឲ្យស្រឡាញ់គ្នាដល់ចាស់កោងខ្នងកាលពីក្មេងស្រឡាញ់គ្នាម្ដងនេះដល់ចាស់កោងខ្នងស្រឡាញ់គ្នាម្ដងទៀតអរគុណយ៉ាងជ្រៅឥឡូវនេះបន្ទាប់ពីយើងចាប់បានផ្កាយើងទទួលរង្វាន់បាទនេះគឺតំណាងស្រាបៀរអានឈើចំនួន10ផ្កេសឆាប់ដល់គូណាខ្លើ ឆាប់ដល់គូណាខ្លើបន្ទាប់ពីយើងរកឃើញម្ចាស់សំណាងបាច់ផ្ការួចរាល់ឥឡូវនេះដល់ពេលវេលាដែលត្រូវរីករាយបន្តទៀតហើយបងប្អូនអ្នកខ្លះមានសម្បត្តិនាំសំណាងពីខ្លើរបស់អានឈើបងប្អូនអ្នកខ្លះមានសម្បត្តិនាំសំណាងពីខ្លើចំនួន7រង្វាន់និង1រង្វាន់ស្មើនឹងស្រាបៀរអានឈើចំនួន2កេសអញ្ចឹងជាដំបូងសូមឲ្យម្ចាស់សំណាងដែលទទួលបាននៅបាច់ផ្កាស្រាបៀរអានឈើ10កេសនេះធ្វើការផ្ដល់សំណាងចំនួន1រង្វាន់បន្ទាប់មកគូស្វាមីភរិយាថ្មីម្នាក់3សន្លឹកណា1 2 3អូខេដាក់នេះសិនណាសម្បត្តិក្លើនាំសំណាងស្រាបៀរអានឈើចំនួន2កេសបានទៅលើម្ចាស់សំណាងដែលមានលេខកូដបាទ03ដើម489បាទសុំបងឡើងមកលើជាស្រ័យសុំបងផ្ទៀងសិនណាបងត្រូវទទួលសំណាងបាទទទួលសួរសុំផ្ទៀងនេះបងសុំផ្ទៀងនេះបាទអូខេ03ដង489ចូលរួមអបអរបងស្រីសុំសម្លេងឲ្យខ្លាំងមួយទៀតមកសូមអញ្ជើញវត្តមានរបស់គូស្វាមីភរិយាថ្មីផ្ដល់សំណាងជូនទៅកាន់ភ្ញៀវកិត្តិយសរបស់យើងម្នាក់3សន្លឹកស្មើនឹង6សន្លឹកណាម្នាក់3សន្លឹកភារៈ3សន្លឹកដែរម្នាក់3ណាសេងត្រី3សន្លឹកភារៈ3សន្លឹកអូខេចឹងខ្ញុំបញ្ជាក់ខ្ញុំប្រកាសតែ3ដងទេបើសិនជាបងប្អូនទាំងអស់គ្នាលឺឲ្យមិនឡើងមកបើកអត់ឃើញខ្ញុំផ្ដល់អត្ថិភាពជូនទៅកាន់បងប្អូនរបស់យើងដែលគាត់កំពុងតែត្រៀមផ្ទៀងអញ្ចឹងអធិស្ឋានបងស្រីអាចឈរចាំបន្តិចណាបងសម្បត្តិនាំសំណាងពីខ្លើបានទៅលើម្ចាស់សំណាងដែលមានលេខសម្គាល់03ដង22ខាងណាចូលសាក់ខ្លះសុំលើកដៃមានទេបងប្អូនមានទេខាងណាចូលហ្សូនខ្លះសុំលើកដៃអូខេនៅតខាងមុខលេខចុងក្រោយគឺលេខ4 03ដង224នេះជាសម្បត្តិនាំសំណាងចុងក្រោយនៅក្នុងរាត្រីនេះក៏សូមអធិស្ឋានទៅដល់បងប្អូនទាំងអស់គ្នាដែលមិនបានត្រូវសំណាងឬក៏ចូលរួមអបអរសម្រាប់អ្នកដែលបានឈ្នះសំណាងទាំង10កេសហើយនិងម្នាក់2កេស03ដង144នៅកណាអូមកហើយ I think I'm in love with a winner. He's a thief, a gambler, and a sinner. He's got the hopes, a hopeless dreamer. I love him, though he's just a deceiver. សូមអរគុណដល់ស្រាបៀរអានឈើដែលបានឧបត្ថម្ភគាំទ្រនៅថ្ងៃមង្គលការរបស់ខ្ញុំ2នាក់ហើយជូនពរឲ្យក្រុមហ៊ុនស្រាបៀរអានឈើទទួលបានអតិថិជនកាន់តែច្រើនសូមអរគុណអរគុណទៅដល់វត្តមានរបស់ភារ៉ានៅសេងទ្រីដែលជាគូស្នេហ៍ថ្មីពីក្រុមហ៊ុនរបស់ស្រាបៀរអានឈើផ្ទាល់តែម្ដងមានការ surprise និងការចងដៃសម្រាប់ការចូលរួមសរុបតាំងពីកម្មវិធីដំបូងរហូតមកដល់រាត្រីនេះជាចំណងដៃនៅកងដៃអនុស្សាវរីយ៍គឺចំនួន$1,900រួមជាមួយនឹងស្រាបៀរអានឈើចំនួន30កេសនិង ABC 10កេស40កេសហើយនឹងរង្វាន់បន្ថែមជូនទៅកាន់ក្លើទាំងអស់គ្នាអបអរថ្ងៃមង្គលរបស់ក្លើជាមួយនឹងស្រាបៀរអានឈើពីកម្មវិធីអាពាហ៍ពិពាហ៍បេះដូងនិងបេះដូងជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានឹងម៉ោងដដែលយើងខ្ញុំទាំងអស់គ្នាសូមអរគុណសូមគោរពលាយកពេញបងមួយលើខ្នងក្របីកាត់វាស្រែស្រីលើកដៃសញ្ញានឹងងាយអូនច្រូតកាត់ហើយដល់វាត្រាទៅកំពុងតែកុំភ្លេចជាអានឈើសម្រាប់ថ្ងៃមង្គលរបស់អ្នកយើងជាមនុស្សផុស
តែយើងដាក់ចិត្តធ្វើអីយើងធ្វើឲ្យបានបើថាញ៉ាយអ្នកណាត្រូវតែញ៉ាយឲ្យបានឡើងពីផ្ទះមកថាមកសារភាពគេអត់ស្រឡាញ់អត់ទៅផ្ទះវិញធ្វើវីដេអូពេលដែលបងអ៊ីហាន់គាត់សារភាពស្រឡាញ់ខ្ញុំហ្នឹងខ្ញុំគិតថាគាត់លេងសើចជាមួយខ្ញុំខ្ញុំគិតថាគាត់គ្រាន់តែថតវីដេអូហើយគាត់ទៅវិញអញ្ចឹងគឺគិតថាគាត់លេងសើចជាមួយអត់គិតថាគាត់ស្រឡាញ់ខ្ញុំ